យើងទាំងអស់គ្នាគឺជា Tag Ranger Tag Ranger គឺជាក្រុមវីរៈជនដែលធ្វើការបម្រើដល់វិស័យសាធារណៈក្នុងប្រទេសកម្ពុជាថ្ងៃនេះខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតដើម្បីជួសជុលផ្លូវយើងនឹងខិតខំប្រឹងព្យាយាមពង្រឹងចំណេះដឹងកូនចៅរបស់ពួកយើងដែលជាកំណប់ទ្រព្យរបស់ប្រទេសកម្ពុជាយើងគាំពារគ្រប់សេវាសាធារណៈដើម្បីកម្ពុជាស្រស់បំព្រងក្នុងពេលអនាគតអូវាពិតជាល្អណាស់ការប្រឹងប្រែងរបស់ Tag Ranger ធ្វើឲ្យប្រទេសកម្ពុជាកំពុងអភិវឌ្ឍរីកចម្រើនពួកគេពិតជាអស្ចារ្យណាស់ប៉ុន្តែខ្ញុំឆ្ងល់ថាតើពួកគេបានទទួលប្រភពថាមពលមកពីណាវាពិតជាសំណួរដ៏ល្អប្រភពថាមពលរបស់ពួកយើងគឺបានមកពីពុនតើពុនគឺជាអ្វីសួស្តីខ្ញុំឈ្មោះវ៉ាទីខ្ញុំមានជំនាញខាងវិស័យពន្ធដារក្នុងប្រទេសកម្ពុជាខ្ញុំនឹងបញ្យល់អ្នកអំពីពន្ធគឺជាទឹកប្រាក់សម្រាប់យកមកប្រើប្រាស់ក្នុងសកម្មភាពសាធារណៈរបស់យើងគ្រប់រូបវាគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងការចូលរួមចំណែកបង់ពន្ធយើងធ្វើសកម្មភាពសាធារណៈដោយបានទទួលថាមពលពីពន្ធដែលអ្នកទាំងអស់គ្នាបានបង់កន្លងមកខ្ញុំមិនដែលបានគិតពីសារៈសំខាន់ទូនាទីរបស់ពន្ធនោះទេអូថាមពលវាចិត្តអូយអត់ថាមពលហើយស្ទើរតែគ្មានសល់ Tag Ranger មើលទៅរងទុក្ខលំបាកហើយតើមានបញ្ហាអ្វីតើមានរឿងអីថាមពលរបស់ពួកយើងត្រូវបានថយចុះដោយសារតែគ្មាននរណាម្នាក់បានបង់ពន្ធត្រឹមត្រូវនោះទេមិនអញ្ចឹងមែនឬច្បាស់ណាស់យើងពិតជាមិនអាចថែរក្សាទីក្រុងរបស់ពួកយើងបន្តទៅមុខទៀតបាននោះទេអូព្រះជាម្ចាស់អើយប្រញាប់ឡើងហើយត្រូវបង់ពន្ធតើយើងត្រូវធ្វើដូចម្តេចខ្ញុំធ្វើការនៅរោងចក្រហើយទទួលបានប្រាក់បៀវត្សប៉ុន្តែតើខ្ញុំត្រូវបង់ពន្ធប៉ុន្មានប្រាក់ពន្ធត្រូវបានសម្រេចដោយច្បាប់សារពើពន្ធវាផ្អែកតាមចំណូលថាតើប្រាក់បៀវត្សរបស់អ្នកទទួលបានប៉ុន្មានចា៎កាលពីខែមុនខ្ញុំទទួលបានប្រាក់បៀវត្សចំនួន1.3 លានរៀលដោយយោងតាមអត្រាកំណើនតាមឋានៈឧបមាថាតាមអត្រា 5% និងដកកម្រិតលំអៀងលើប្រាក់ពន្ធតាមឋានៈ 60000 រៀលដូច្នេះជាលទ្ធផលអ្នកត្រូវបង់ប្រាក់ពន្ធលើប្រាក់បៀវត្សចំនួន 5000 រៀលចា៎ខ្ញុំអាចបង់ប្រាក់ពន្ធបានខ្ញុំបើកអាហារដ្ឋានតើប្រភេទពន្ធអ្វីខ្លះដែលខ្ញុំត្រូវបង់ប្រភេទពន្ធគឺមានច្រើនណាស់តើខ្ញុំត្រូវបង់ពន្ធលើប្រាក់ចំណូលប៉ុន្មានបុគ្គលដែលប្រកបអាជីវកម្មត្រូវបង់ពន្ធលើប្រាក់ចំណូលប្រាក់ពន្ធត្រូវបានគណនាជាប្រចាំខែនិងប្រចាំឆ្នាំក្នុងខែនីមួយៗយើងត្រូវបង់ប្រាក់ពន្ធតាមអត្រា 1% នៃប្រាក់ដែលបានលក់សរុបប្រចាំខែដែលគេហៅថាប្រាក់រំដោះពន្ធលើប្រាក់ចំណូលមូលដ្ឋានគិតពន្ធប្រចាំឆ្នាំត្រូវបានគណនាអាស្រ័យលើប្រាក់ចំណេញដោយគណនាតាមអត្រាពន្ធទាំងអស់គឺត្រូវបានកំណត់ដោយច្បាប់ខ្ញុំត្រូវតែកត់ត្រាការលក់និងការចំណាយឲ្យបានត្រឹមត្រូវក្នុងករណីបង់ពន្ធខាងលើឲ្យបានត្រឹមត្រូវនិងស្របច្បាប់ខ្ញុំត្រូវកត់ត្រាបញ្ជីកំណត់ត្រាកិច្ចការចំនួនអន្តរការឲ្យបានច្បាស់ពីការលក់និងការចំណាយឲ្យបានត្រឹមត្រូវចំពោះអ្នកជាប់ពន្ធតូចរដ្ឋាភិបាលកម្ពុជាបានផ្ដល់ភាពងាយស្រួលដោយពួកគាត់អាចកត់ត្រាបញ្ជីគណនេយ្យសាមញ្ញចំនួនប្រាក់ពន្ធត្រូវបង់គឺផ្អែកតាមចំនួនប្រាក់ចំណូលសរុបពីអាជីវកម្មផ្សេងៗគ្នាបានន័យថាបុគ្គលណាម្នាក់រកប្រាក់ចំណូលពីអាជីវកម្មបានកាន់តែច្រើនគាត់ត្រូវបង់ប្រាក់ពន្ធក៏ច្រើនដែរនិយាយផ្ទុយមកវិញបើបុគ្គលណារកប្រាក់ចំណូលបានតិចគាត់ត្រូវបង់ប្រាក់ពន្ធតិចដែលគេហៅថាពន្ធកំណើនតាមថ្នាក់គេអនុវត្តស្តង់ដារនេះទូទាំងតំបន់និងពិភពលោកមិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេបាទខ្ញុំយល់ហើយអូខ្ញុំភ្លេចខ្ញុំបានទទួលចំនួនទឹកប្រាក់បន្ថែមជាច្រើនពីការលក់ដីមួយកន្លែងនៅក្នុងខែនេះប្រសិនបើខ្ញុំទៅប្រកាសពន្ធនៅការិយាល័យពន្ធដារខ្ញុំច្បាស់ជាត្រូវបង់ប្រាក់ពន្ធច្រើនបន្ថែមទៀតដូច្នេះខ្ញុំមិនចង់ទៅប្រកាសពន្ធទេហើយប្រហែលជាគ្មានមន្ត្រីពន្ធដារណាម្នាក់អាចទៅបានទេវាពិតជាអាក្រក់ខ្លាំងណាស់ទីក្រុងចាប់ផ្ដើមកខ្វក់ឡើងយ៉ាងឆាប់រហ័សជួយខ្ញុំផងជួយប្រទេសកម្ពុជាផងប៉ុន្តែខ្ញុំមិនចង់បង់ពន្ធទេខ្ញុំចង់យកប្រាក់របស់ខ្ញុំសម្រាប់ប្រើប្រាស់តខ្លួនប៉ុណ្ណោះអូយខ្ញុំកំពុងតែមានជំងឺខ្ញុំច្បាស់ជាស្លាប់ហើយអូពលក្រហមកំពុងតែរងភាពឈឺចាប់ដែរខ្ញុំមិនអាចស៊ូទ្រាំឃើញទីក្រុងនិងប្រទេសរបស់ខ្ញុំកាន់តែអាក្រក់ទៅដោយគ្មានប្រាក់បង់ពន្ធនោះទេឥឡូវខ្ញុំបានផ្លាស់ប្ដូរចិត្តហើយខ្ញុំជឿជាក់ថាការដាក់លិខិតប្រកាសនិងប្រាក់បង់ពន្ធត្រឹមត្រូវគឺដើម្បីប្រទេសកម្ពុជាយើងទាំងអស់គ្នាក៏ចូលរួមបង់ពន្ធដើម្បីប្រទេសកម្ពុជាផងដែរខ្ញុំយល់ហើយគ្រប់គ្នាទៅចូលរួមបង់ពន្ធទាំងអស់គ្នាអ្វីគ្រប់យ៉ាងស្រស់ថ្លាឡើងវិញទាំងអស់ Tag Ranger របស់ពួកយើងរស់ឡើងវិញហើយអូ
ល្អមែនទែនយើងបានឃើញច្បាស់នឹងភ្នែកផ្ទាល់ប្រទេសកម្ពុជាពិតជាបានអភិវឌ្ឍហើយ ការបងពុនគឺមានសារៈប្រយោជន៍សម្រាប់ប្រទេសកម្ពុជារបស់យើង ពិតជាត្រឹមត្រូវយើងបន្តការការពារនិងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈប្រាក់ពន្ធរបស់អ្នក ពិតជាអរគុណខ្លាំងណាស់យើងហើយយើងនឹងធ្វើត្រូវចងចាំសសរនៃប្រទេសមួយគឺអាស្រ័យលើពន្ធដារ ចូលរួមទាំងអស់គ្នាដើម្បីអនាគតប្រទេសកម្ពុជាកាន់តែរីកចម្រើន